គ្នាស្វាគមន៍មកវិញជាមួយវីដេអូថ្មីម្ដងទៀតសម្រាប់វីដេអូមុនខ្ញុំលើកមកនិយាយតាក់ទងទៅនឹងរឿងរ៉ាវអាកំបាំងនៅលើបណ្ដាញសង្គមអ៊ីនធឺណិតប៉ុន្តែសម្រាប់នៅក្នុងវីដេអូនេះវិញខ្ញុំចង់បដូរមកនិយាយតាក់ទងទៅនឹងរឿងរ៉ាវអាកំបាំងដូចគ្នាក៏ប៉ុន្តែជាប្រភេទ lost medium បងនិយាយឲ្យងាយស្រួលយល់វិញគឺវាជាប្រភេទប្រព័ន្ធផ្សព្វផ្សាយដែលបានបាត់បង់ទៅវាអាចសំដៅទៅលើខ្សែភាពយន្តកម្មវិធីទូរទស្សន៍ចម្រៀងហ្គេមវីដេអូឬមួយក៏ជាឯកសារផ្សេងៗទៀតដែលធ្លាប់មានប៉ុន្តែត្រូវបានបាត់បង់ទៅដោយអត់មានអ្នកគេបានធ្វើការរក្សាវាទុកឬមួយក៏ធ្វើអាខ័យជាងឧទាហរណ៍ដូចយើងបានទៅមើលកម្មវិធីទូរទស្សន៍ដែលគេចាក់ live ហើយយើងចង់មើលវាម្ដងទៀតចឹងមានតែយើងទៅរកនៅក្នុង YouTube ហើយបើយើងរកឃើញមានន័យថាកម្មវិធីហ្នឹងត្រូវបានគេ record ទុកគេបានរបៀបរក្សាទុកណាតែមិនជាអត់មានទេហើយយើងរកនៅណាក៏អត់មានដែរមានន័យថាកម្មវិធីហ្នឹងគឺត្រូវបានបាត់បង់ហើយអញ្ចឹងវាហៅថាជាប្រភេទ lost medium ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកនិយាយតាក់ទងនឹងការតាមស្វែងរកជាមួយនឹងរឿង anime មួយដែលត្រូវបានមនុស្សម្នាក់គាត់បានទៅមើលឃើញវានៅក្នុងប្រព័ន្ធ dark web ហើយរឿង anime នេះគឺបានបង្ហាញជាមួយនឹងតួអង្គជាប់នៅក្នុងបន្ទប់ទឹកមួយហើយអត់មានផ្លូវចេញហើយយូរទៅតួអង្គនោះក៏បាននាំគ្នាធ្វើអត្តឃាតណាម្ដងម្នាក់យ៉ាងសាហាវនៅក្នុងបន្ទប់ទឹកនោះមានមនុស្សផ្សេងទៀតមានការចាប់អារម្មណ៍ចង់មើលវាហើយក៏ព្យាយាមធ្វើការតាមរកប្រភព anime ហ្នឹងទៅតាម description នៅខាងលើហ្នឹងហើយធ្វើឲ្យរឿងរ៉ាវនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងតែម្ដងអញ្ចឹងខ្ញុំចង់ចែករំលែកតាក់ទងទៅនឹងដំណើរដើមតងនៃការស្វែងរកជាមួយនឹង anime lost medium មួយនេះអញ្ចឹងយើងទៅតាមដានទាំងអស់គ្នានៅថ្ងៃទី19 កុម្ភៈ 2015 នៅលើគេហទំព័រ 4chan មួយដោយនៅក្នុង board paranormal មានជាការផុសជាសំណួរសួរទៅកាន់ user នៅក្នុង 4chan ហ្នឹងហើយសំណួរហ្នឹងគឺបានសួរថាជួយចែករំលែកវីដេអូណាដែលសាហាវបំផុតដែលអ្នកបានធ្លាប់បានជួបប្រទះនៅក្នុងប្រព័ន្ធ dark web បន្ទាប់ពីបានផុសជាមួយសំណួរខាងលើនេះហើយក៏មាន 4chan user ជាច្រើនបាន reply តបទៅវិញចឹងមានគេតបហៅហើយរហូតមកដល់មាន reply ពី user ម្នាក់ដែលជា anonymous ហើយគាត់មាន number 15829412នៅក្នុង reply នោះក៏បានរៀបរាប់ថាដូចជារឿងតុក្កតា anime មួយបើខ្ញុំចាំបានរឿងហ្នឹងបានបង្ហាញពីតួអង្គស្រីដែលបានជាប់នៅក្នុងបន្ទប់ទឹកធំមួយហើយនៅក្នុងបន្ទប់ទឹកនោះគឺអត់មានទ្វារបាក់ចេញទេហើយសម្រាប់តួអង្គនៅក្នុងនោះគឺគាត់អត់មានស្លៀកបំពាក់អីទាំងអស់តួអង្គនៅក្នុងរឿងនោះនាំគ្នានិយាយពិភាក្សាដេញដោលគ្នាតាក់ទងទៅនឹងថាតើពួកគេអាចមានឱកាសបានចេញពីកន្លែងនេះឬមួយក៏អត់បន្ទាប់ពីនៅក្នុងបន្ទប់ទឹកនោះយូរទៅដល់អត់មានអាហារពួកគេទាំងនោះក៏ចាប់ផ្ដើមមានការបាក់ទឹកចិត្តហើយអស់សង្ឃឹមជាខ្លាំងដោយពួកគេគិតថាប្រហែលជាពួកគេអត់អាចមានផ្លូវបានចេញពីទីនេះឡើយចាប់តាំងពីនឹងមករឿងរ៉ាវអាក្រក់ៗក៏បានចាប់ផ្ដើមកើតឡើងតួអង្គនៅក្នុងបន្ទប់ទឹកនោះក៏ចាប់ផ្ដើមនាំគ្នាយំស្រែកហើយម្ដងម្នាក់ពួកគេក៏បាននាំគ្នាធ្វើអត្តឃាតអ្នកខ្លះក៏យកក្បាលទៅបោកលើឥដ្ឋហើយអ្នកខ្លះក៏យកកញ្ចក់ដៃទៅខ្វាយកឡើងដាច់ខ្សាច់ហើយហូរឈាមចេញមកខាងក្រៅមានតួអង្គស្រីម្នាក់គាត់បានទៅជួយតួអង្គស្រីម្នាក់ទៀតធ្វើអត្តឃាតដោយជួយយកដៃទៅតុកក្បាលតួអង្គស្រីម្នាក់នោះចូលមកចូលទៅក្នុងស៊ីងលាងដៃមួយដោយសារតែនាងអត់ហ៊ានធ្វើវាដោយខ្លួនឯងបន្ទាប់ពីខ្ញុំបានមើលវីដេអូហ្នឹងហើយខ្ញុំកេងយំតតែកេងលក់ខ្ញុំមិនយល់សោះហេតុអីបានជាមានមនុស្សអាចបង្កើតរឿង anime បែបនេះទៅរួចវាពិតជាខុសខើមែនតើ anime ហ្នឹងមកទៅដូចជា anime ស្ទាយចំនួនទសវត្សរ៍ទី80នៅក្នុងរឿងនោះគឺតួអង្គមាននិយាយជាភាសាជប៉ុនប៉ុន្តែមានជាភាសាអង់គ្លេសបកប្រែសពពីខាងក្រោមវីដេអូហ្នឹងមានរយៈពេលប្រហែលជា30នាទីអត់មានដាក់ credit អីទាំងអស់ប៉ុន្តែមើលទៅដូចជាត្រូវបានគេកាត់វីដេអូការបញ្ចូលសំឡេងស្ដាប់មើលទៅសំឡេងតួអង្គគឺក្មេងខ្លាំងមែនតើប៉ុន្តែភាគច្រើនអ្នកបញ្ចូលសំឡេង anime អាចនឹងធ្វើសំឡេងក្មេងបានណាទោះបីជាអ្នកបញ្ចូលសំឡេងគាត់អាយុច្រើនក៏ដោយតាំងពីពេលហ្នឹងមកខ្ញុំអត់បានមើលវីដេអូហ្នឹងទៀតទេហើយក៏បានទៅរកឃើញវាទៀតដែរចំណងជើងរបស់វីដេអូហ្នឹងដូចជាមានពាក្យថា go for a patch ចឹងមិនទេ
បន្ទាប់ពីបាន share រឿងរ៉ាវខាងលើហើយក៏មាន user ផ្សេងទៀតក៏បាន reply តបទៅ comment ខាងលើនឹងវិញអ្នកខ្លះក៏ថាក៏ព្យាយាមទៅ search តាមចំណងជើងដែល OP ក៏បានចែករំលែកក៏ប៉ុន្តែរកអត់ឃើញទេអ្នកខ្លះក៏តបថារកអត់ឃើញពិបាករកដោយសារតែរឿងហ្នឹងគេផុសចូលក្នុង dark web ចឹងវាប្រហែលជាពិបាកក្នុងការស្វែងរកវានៅក្នុងអ៊ីនធឺណិតធម្មតាមាន user ផ្សេងទៀតក៏បានសួរសំណួរទៅកាន់ OP ថាតួអង្គនៅក្នុងរឿងហ្នឹងមានមុខមាត់បែបណាហើយវីដេអូហ្នឹង OP ហ្នឹងគាត់មើលនៅក្នុងកំឡុងពេលណា OP ម្ចាស់រឿងរ៉ាវហ្នឹងក៏បានតបទៅវិញថាតកតងទៅនឹងរូបរាងរបស់តួអង្គខ្ញុំនៅចាប់បានតិចតួចភ្នែករបស់តួអង្គហ្នឹងគឺគូទៅស្រដៀងទៅនឹងតួអង្គរឿងនៅក្នុង Miyazaki Anime ហើយតួអង្គភាគច្រើនមានសក់ប៉ោងហើយមានពណ៌ត្នោតប៉ុន្តែមានតួអង្គម្នាក់ដែលស្លាប់ដោយសារលង់ទឹកហ្នឹងគឺគាត់មានពណ៌សក់រៀងឆាតឆាយជាងគេហើយតួអង្គម្នាក់ហ្នឹងគឺគាត់មានម៉ូតសក់បែប Hime haircut ណាវីដេអូហ្នឹងខ្ញុំបានទៅមើលប្រហែលជានៅក្នុងឆ្នាំ2011ហើយ OP ក៏បាន share បន្តទៀតថាអីដែលធ្វើឲ្យខ្ញុំដកចិត្តជាងគេនោះគឺសម្លេងស្រីរបស់តួអង្គស្រីម្នាក់តែសម្លេងស្រីរបស់គាត់នោះគឺលឺឡើងខ្ទរឡើងអេកូស្ដាប់ទៅគឺចម្លែកមែនតើហើយស្ដាប់ហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវល់មុខមិនទេសម្លេងដែលខ្ញុំអាចរកមកប្រៀបធៀបទៅនឹងសម្លេងដែលខ្ញុំបានលឺនឹងបានគឺវាស្តៀងទៅនឹង soundtrack យកចេញពីរឿង The Shining ហើយ soundtrack ហ្នឹងគឺមានឈ្មោះហៅថា Die is Real OP ក៏បាន add បន្ថែមទៀតថាតួអង្គស្រីដែលមាន Hime haircut ហ្នឹងគឺគាត់មានសក់ពណ៌សបន្ទាប់ពី OP ក៏បានចោទ reply ជាមួយនឹង comment ហ្នឹងហើយប្រហែលជាកន្លះម៉ោងក៏មក reply តទៀតហើយគាត់បានបន្ថែមទៀតថាអូសុំតោះណាបើសិនជាខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នារៀងវល់បន្តិចខូចខ្ញុំពិតជាអន់មែនតែនព្រោះខ្ញុំវានឹងផ្លេចប្រាប់អ្នកទាំងអស់គ្នាជាមួយចំណងជើងវាអាចនឹងមានលាយជាមួយនឹងអក្សរជប៉ុនប៉ុន្តែកាលនោះខ្ញុំនៅប្រើជាមួយ Windows Desktop អញ្ចឹងអក្សរនោះវាចេញជាប្រអប់ឆុងហើយវាចេញមកទៅរបៀបដាក់ថា dash 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 go for patch dash 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 dashដូចជាវាមានកូដលាយជាមួយនឹងអក្សរផងលេខផងខ្ញុំមិនប្រកាសពីចំនួនប្រអប់ដែលបានបង្ហាញនៅកណ្ដឹងទេអូហើយម្យ៉ាងទៀតនៅក្នុង website layout ដែលខ្ញុំបានទៅមើលវីដេអូនោះគឺវាមាន layout ស្តៀងទៅនឹង layout Ping Windows Preview ខ្ញុំមានអារម្មណ៍ថាអានតួអង្គនៅក្នុងវីដេអូនោះខ្លាំងមែនតើនៅក្នុងបន្ទប់នោះមានតួអង្គទាំងអស់9នាក់ហើយតួអង្គ8នាក់គឺគាត់មានរូបរាងនិងមុខមាត់ស្រៀងគ្នាតែខុសត្រង់តែការបញ្ចូលសំឡេងទេហើយនៅក្នុងវីដេអូនោះគឺអត់មានដាក់ភ្លេងអីទាំងអស់ហើយយូរមានលឺ sound effect ម្ដងអីដែលធ្វើឲ្យខ្ញុំរន្ធត់នៅក្នុងចិត្តខ្លាំងនោះគឺឆុតធ្វើអត្តឃាតដោយការជាមួយទឹកនៅក្នុងស៊ីងហ្នឹងព្រោះប្លង់កាមេរ៉ាវាដាក់ប្លង់មកទៅមានលក្ខណៈចម្លែកមែនតែនហើយនៅក្នុងឈុតនោះគឺអត់មានសំឡេងអត់មានចម្រៀងអីទាំងអស់អីដែលខ្ញុំឮនោះគឺសំឡេងយំរបស់ពួកគេដែលពោរពេញទៅដោយភាពឈឺចាប់ហើយនឹងភាពអស់សង្ឃឹមជាខ្លាំងហើយអ្នកទាំងអស់គ្នាកុំឲ្យខ្ញុំបោយ៉ាទៅលើឈុតតួអង្គដែលបោះក្បានល្អិតហ្នឹងខ្ញុំអត់ចង់រំលឹកវាឡើងមកវិញទេខ្ញុំគិតថាចំណងជើងរបស់វីដេអូប្រហែលជាមិនមែនជាចំណងជើង original ទេណាមួយវីដេអូហ្នឹងគឺយកចេញពី dark web ចឹងវាជាកន្លែងមួយដែលព័ត៌មានអាចយកជាការបានបើសិនជាវីដេអូហ្នឹងត្រូវបានគេលុបចោលមែនយ៉ាងហោចណាស់ក៏ត្រូវមានវិធីសាស្ត្រណាមួយដើម្បី restore វីដេអូហ្នឹងយកមកវិញព្រោះយ៉ាងហោចណាស់វីដេអូហ្នឹងត្រូវបានគេផុសចូលទៅក្នុងអ៊ីនធឺណិតទៅហើយវាគួរតែមានផ្លូវណាអាចទាញវីដេអូហ្នឹងមកវិញបានតែរឿងហ្នឹងមានតែចាំមើលទៀតបន្ទាប់ពី OP ក៏បានចែករំលែកបន្ថែមទៅលើព័ត៌មានតាក់ទងទៅនឹងរឿង anime ហ្នឹងហើយក៏មាន user ផ្សេងទៀតក៏បានតបតាក់ទងទៅនឹងការគិតរបស់គាត់ទៅលើរឿង anime ហ្នឹងប៉ុន្តែអត់មានជាតម្រុយអីថ្មីទេប៉ុន្តែមាន user មួយដែលគាត់ post ជា anonymous number 15829141ហ្នឹងគាត់បានថាខ្ញុំបានរកឃើញឈ្មោះហើយឈ្មោះហ្នឹងគឺ Saki Sanobashi ខ្ញុំបានទៅរកឃើញវានៅក្នុង forum មួយយ៉ាងម៉េចដែរឈ្មោះនេះវ៉ានៅឃើញអីទៀតទេអាចតែដែរនេះជាឈ្មោះរបស់ anime នោះ OP ម្ចាស់រឿងរ៉ាវដើមហ្នឹងបន្ទាប់ពីគាត់ reply ជាមួយនឹង comment ចុងក្រោយហ្នឹងហើយគឺគាត់អត់ដែរបានចូលទៅ reply បន្តនៅក្នុង forum នោះទៀតទេ user នៅក្នុងនោះគាត់បានធ្វើការ discuss គ្នាតាក់ទងទៅនឹងរឿង anime ដ៏អាកំអាំងមួយនេះ user ខ្លះគាត់បានប្រើពេលក្នុងការស្វែងរក
ពីប្រភពនៃ anime មួយនេះប៉ុន្តែនៅតែអត់មានតម្រុយអីទាំងអស់យូរទៅពួកគេក៏បាននាំគ្នាគិតថារឿងទាំងអស់នេះប្រហែលជារឿងប្រឌិតរបស់ OP ដើម្បីធ្វើឡើងដើម្បីតាក់ទាញនូវការចាប់អារម្មណ៍តែមិនយូរប៉ុន្មានរឿងរ៉ាវតាក់ទងនឹង anime មួយនេះក៏ចាប់ផ្ដើមមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរក Lost Media មួយនេះនៅក្នុងខែសីហាឆ្នាំ2019មានអ្នកលេងអ៊ីនធឺណិតម្នាក់បានអះអាងថាគាត់បានទៅធ្វើការ research រូបភាពក្នុង image keyword ពីចំណងជើង anime នោះក៏មានលោតជារូបភាពតួអង្គស្រីម្នាក់ដែលក៏មានការស្លៀកពាក់ពណ៌សហើយក៏មានសក់ពណ៌សវែងដូចគ្នាដែលមើលទៅ quality រូបភាពនោះគឺវាស្តៀងទៅនឹង anime ដែលគេធ្វើឡើងនៅក្នុងទសវត្សរ៍ទី80បន្ទាប់ពីរូបភាពនេះត្រូវបានគេចែកចាយមកធ្វើឲ្យអ្នកដែលចាប់អារម្មណ៍ជាមួយនឹងរឿងនេះមានការភ្ញាក់ផ្អើលនឹងត្រីអជាខ្លាំងព្រោះនៅពេលដែលគេយករូបភាពនេះទៅដាក់ចូលទៅក្នុង Google Image Search ឃើញមិនមានលោតជាមួយនឹង Origin ដើមថារូបភាពនេះវាចេញមកពីប្រភពណាមួយឡើយធ្វើឲ្យគេជឿជាក់ថារូបភាពនេះវាជារូបភាពដែលយកចេញពីរឿង anime នោះប៉ុន្តែមិនយូរប៉ុន្មានមាន account Twitter មួយបានចេញមុខមកបង្ហាញថារូបភាពរបស់មនុស្សស្រីនោះគឺត្រូវបានគេ screenshot មកពី OVA របស់ anime មួយដែលមានចំណងជើងហៅថា Kotaro Nizuma ចឹងបានន័យថាចុងក្រោយវានៅតែគ្មានតម្រុយអីមួយទេប៉ុន្តែចូលមកក្នុងឆ្នាំ2020មាន user មួយបានផុសចូលទៅក្នុង subreddit ថាគាត់បានទៅប្រទះឃើញរឿងជប៉ុនបែបមនុស្សធំមួយពីក្នុង website មួយដែលមានឈ្មោះហៅថា Twisted Anger នៅក្នុង website នោះគឺសម្បូរទៅដោយរឿងកម្រជាច្រើនដែលសឹងតែគ្មានអ្នកណាធ្លាប់បានមើលពីមុនមករឿងជប៉ុននោះមានឈ្មោះហៅថា Lady in the Sea of Blood ហើយបានជាវា connect ជាមួយនឹងរឿងរ៉ាវរបស់យើងដោយសារតែនៅក្នុងរឿងនោះវាមានឈុតមួយដែលតួអង្គស្រីនោះគឺនៅក្នុងបន្ទប់ទឹកមួយហើយគាត់នឹងកំពុងតែដុសធ្មេញសុកក៏មានចេញឈាមតាមមាត់មកហើយយូរទៅក៏មានឈាមចេញមកកាន់តែច្រើនហើយម្នាក់ស្រីនឹងក៏ដេករមៀលស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងបន្ទប់ទឹកនោះទៅវាមើលទៅស្តៀងទៅនឹងរឿង anime ក៏វ៉ាផារបស់យើងដែរហើយគេគិតថាប្រហែលជាអ្នកបង្កើត anime នោះបាន inspire ចេញពីរឿងជប៉ុននេះមិនយូរក្រោយមកក៏ត្រូវបានគេរកឃើញថារឿង Lady in the Sea of Blood ហ្នឹងគឺជាប្រភេទរឿង bad series មានន័យថាមាន5វគ្គប៉ុន្តែឥឡូវហ្នឹងគេរកឃើញតាមមួយវគ្គតែវគ្គដែរនៅស្រីដែលគាត់ដុសធ្មេញហ្នឹងហើយបើតាមមើល description ណានៅក្នុង series នេះគឺមានវគ្គមួយដែលគេផលិតជាតុក្កតា anime ប្រហែលជាគេសង្ស័យថាវាអាចជានឹងរឿង Go for a Passion ប៉ុន្តែវានៅតែអត់ទាន់មានគេ confirm ទេព្រោះដោយសារមកតឥឡូវនេះយើងនៅតែអត់ទាន់រកឃើញវគ្គដែលបាត់នោះទេអញ្ចឹងវានៅតែអត់អាចយកអីជាការបាននៅក្នុងឆ្នាំ2019មាន user ម្នាក់បានចូលទៅផុសនៅក្នុង subreddit មួយហើយគាត់បានអះអាងថាខ្លួនគាត់គឺជា original OP មកពី 4chan ដែលបានចែករំលែកជាមួយនឹងរឿងរ៉ាវ anime Go for a Passion ដោយគាត់បានសារភាពថារឿងរ៉ាវដែលគាត់បានទៅសែននោះគឺជារឿងប្រឌិតទេដោយគាត់បានប្រើពេលប្រហែលជា5នាទីដើម្បីនឹកគិតរឿងនឹងមកទៅសែដើម្បីទៅត្រម្ចាស់សំណួរដែលសួរតាក់ទងទៅនឹង dark web ហ្នឹងហើយគាត់ក៏បានគិតអីច្រើនដែររហូតតទៅពី3ឆ្នាំក្រោយគាត់បានទៅប្រទះឃើញមាន channel YouTube មួយបានធ្វើវីដេអូតាក់ទងនឹង topic ហ្នឹងធ្វើឲ្យគាត់មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគាត់គិតថាមានមនុស្សច្រើនមកចាប់អារម្មណ៍ជាមួយនឹងរឿងប្រឌិតរបស់គាត់ហ្នឹងឯងដំបូងគាត់គិតថាអត់ចង់ចេញមកបកស្រាយការពិតទេប៉ុន្តែយូរទៅកាន់តែមានវីដេអូច្រើនមកលើកមកនិយាយតាក់ទងទៅនឹង topic ហ្នឹងក៏ធ្វើឲ្យគាត់មានអារម្មណ៍ថាខុសហើយគាត់ក៏បានសម្រេចចិត្តមកប្រាប់ការពិតនៅក្នុង post នេះតែម្ដងប៉ុន្តែមនុស្សជាច្រើនបន្ទាប់ពីបានឃើញ post ហ្នឹងហើយក៏គិតថាអ្នកដែលបង្កើត post ហ្នឹងគឺคล้ายៗគឺជាអ្នកបន្លំខ្លួនធ្វើជា OP អីចឹងដើម្បីតាក់ទាញនៅចរាប់អារម្មណ៍ឬមួយក៏ដើម្បីកុំឲ្យមានណាគេមកធ្វើ investigate ទៅលើ topic នេះទៀតចាប់តាំងពីឆ្នាំ2015រហូតមកដល់ឥឡូវគឺវាជិត12ឆ្នាំហើយគឺនៅតែមិនមានអីអាចមក confirm បានថារឿង anime Go for Passion នេះគឺមានពិតមែនឬមួយក៏អត់ហើយក៏នៅតែមិនមានតម្រុយអីថ្មីតែទោះបីជាយ៉ាងណាទោះបីជាវាជិត12ឆ្នាំក៏ហើយក្តីក៏នៅតែមានអ្នកចាប់អារម្មណ៍ទៅលើរឿងនេះក៏នៅតែមានអ្នកព្យាយាម investigate ស្វែងរកតម្រុយថ្មីៗ
ថ្មីតាក់ទងនឹងរឿងនេះសម្រាប់ខ្ញុំវិញខ្ញុំគិតថាប្រហែលជា OP ហ្នឹងគាត់បានទៅមើលរឿងអីផ្សេងតែមានសាច់រឿងស្តៀងទៅនឹងរឿងហ្នឹងតែខ្ញុំគិតថាប្រហែលជាធ្វើឲ្យគាត់ហ្នឹងចាំច្រឡំមិនដឹងព្រោះស្ដាប់មើលទៅរឿងនេះបានរីម៉ាញខ្ញុំទៅដល់រឿង anime មួយដែលមានចំណងជើងថា Cold Party ដោយសាច់រឿងនៅក្នុងរឿងហ្នឹងគឺតួអង្គហ្នឹងបានទៅជាប់នៅក្នុងកន្លែងមួយហើយក៏មានរឿងអាក្រក់ៗបានកាត់ឡើងទៅលើពួកគាត់ហើយមួយទៀតក៏វារីម៉ាញខ្ញុំទៅដល់រឿងមួយទៀតដែលមានចំណងជើងហៅថា Chison ហ្នឹងតួអង្គហ្នឹងក៏បានជាប់នៅក្នុងបន្ទប់ទឹកដូចគ្នាសម្រាប់ខ្ញុំគិតថាប្រហែលជាការចងចាំរបស់គាត់វាមិនចូលគ្នាច្រើនពេកធ្វើឲ្យគាត់ចាំថាគាត់បានទៅឃើញរឿងហ្នឹងជារឿងចេះទៅជួនអ្នកទាំងអស់គ្នាវិញមានការកាត់មិនដែរទៅលើរឿងមួយនេះអាច share នៅក្នុង comment បានឥឡូវវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាដែលបានមើលពីដើមរហូតមកដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយបាយ